ก็รับជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំបានមកនុយមុខម្ហូបថ្មីទៀតហើយបងប្អូនគឺឆាស្ពៃជូរជាមួយនឹងសាច់ជ្រូកហើយនឹងឈាមណាបងប្អូនឥឡូវនាងខ្ញុំចាប់ផ្ដើមធ្វើការហាន់ឈាមរបស់យើងហើយជាចំណិតដើម្បីងាយស្រួលយើងឆាជាមួយស្ពៃជូរបងប្អូនសូមចិត្តពុកម៉ែបងប្អូនសូមជួយចុច Subscribe Channel YouTube របស់នាងខ្ញុំម្នាក់មួយផងដើម្បីឲ្យនាងខ្ញុំមានទឹកចិត្តធ្វើវីដេអូថ្មីចែកជូនបងប្អូនទស្សនាក្រោយទៀតឥឡូវនាងខ្ញុំធ្វើការហាន់ឈាមឲ្យបងប្អូនជាចំណិតតូចឲ្យងាយស្រួលក្នុងការដែលយើងនេះបងប្អូននេះគឺជាសកម្មភាពរបស់ខ្ញុំឥឡូវខ្ញុំបានហាន់សាច់ហើយហាន់សាច់ហើយនឹងហាន់ឈាមរួចហើយបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមយកស្ពៃជូរនេះដែលនាងខ្ញុំបានលាងសម្អាតរួចហើយបន្ទាប់មកដាក់ហាន់វាជាចំណិតតូចបងប្អូនដើម្បីឲ្យយើងស្រួលហូបបងប្អូននេះនាងខ្ញុំកំពុងតែធ្វើការហាន់បងប្អូនធ្វើហាន់ឲ្យវាល្អិតតូចទៅយើងងាយស្រួលហូបដាក់ចូលមាត់ចូលអីបងប្អូននេះនាងសកម្មភាពរបស់នាងខ្ញុំធ្វើការហាន់ស្ពៃជូរឲ្យបងប្អូនបងប្អូនមេផ្ទះណាដែលរកនឹកម្ហូបអីអត់ឃើញបងប្អូនអាចធ្វើតាមខ្ញុំបានអាចឆាស្ពៃជូរជាមួយសាច់ជ្រូកហើយជាមួយនឹងឈាមជ្រូកដែលយើងទិញមកពីផ្សារណាបងប្អូននេះបងប្អូននេះបងប្អូននេះគឺជាសកម្មភាពរបស់ខ្ញុំធ្វើការឆាសាច់ជ្រូកជាមួយនឹងស្ពៃជូរឆាស្ពៃជូរជាមួយនឹងសាច់ជ្រូកបងប្អូនឥឡូវនេះខ្ញុំធ្វើការបងស្ករចូលបងប្អូនកំលីងវាឲ្យវាមានរសជាតិឈ្ងុយយើងឲ្យខ្ទឹមយើងឡើងក្រហមបងប្អូនចាប់ដើមខ្ទឹមយើងឡើងក្រហមហើយបន្ទាប់មកចាំយើងធ្វើការដាក់សាច់ចូលបងប្អូននេះឥឡូវនេះខ្ញុំនឹងធ្វើការដាក់សាច់ចូលបងប្អូនព្រោះអីផ្ទះរបស់យើងខ្ទឹមរបស់យើងវាបានក្រហមហើយឥឡូវនេះខ្ញុំធ្វើការបងសាច់ចូលបងប្អូនមើលទៅបងប្អូនតំណងទៅបត់ទៅទៅនេះបងប្អូនដូចជាកម្មវិធីរបស់ខ្ញុំដាក់ឆាសាច់បងប្អូនឆាសាច់ឲ្យវាឆ្អិនសាច់ខ្ញុំក៏មិនបានធ្វើការបងព្រៀងបងអីតាមស្នើចឹងបងប្អូនទៅទៀតបងយើងទៅចាប់ដើមបងបន្លែចូលបងប្អូននេះបងប្អូនយើងខ្ញុំនឹងធ្វើការជោគសាច់ឲ្យយើងខ្ញុំបានឆាបានបំពេញវាហើយបងប្អូនយើងធ្វើការកូរវាជោគវាឲ្យចូលសពគ្រឿងបងប្អូនក៏មកចិត្តយើងធ្វើការបងបន្លែចូលតាមក្រោយហើយនឹងហាន់តាមបាក់បងប្អូនមើលទៅតំណងហ្នឹងគឺបងប្អូនជាស្ត្រីនៅផ្ទះអាចធ្វើហូបបានដូចខ្ញុំបងប្អូនអ្នកជាស្ត្រីនៅផ្ទះដល់រកមុខម្ហូបអ្វីធ្វើអាចធ្វើតាមឆាស្ពៃជូររបស់យើងជាមួយសាច់ជ្រូកបងប្អូនខ្ញុំនឹងធ្វើការហាន់ឲ្យបងប្អូនមើលបន្ទាប់ពីយើងឆាឆ្អិនហើយយើងចាប់ដើមបងក្នុងឆារបស់យើងសង្កត់ក្នុងសម្លរបស់យើងបងប្អូនឥឡូវនេះខ្ញុំបានហាន់រួចរាល់ហើយនេះគឺជាសកម្មភាពរបស់យើងខ្ញុំចាប់ផ្ដើមបងស្ពៃជូរចូលបងប្អូនចូលក្នុងដាក់ឆាសាច់ជ្រូករបស់យើងបងប្អូនឥឡូវនេះខ្ញុំនឹងធ្វើការបងហើយនេះបងប្អូនឥឡូវនេះខ្ញុំនឹងធ្វើការចាប់ដើមឆាសាច់នឹងស្ពៃជូររបស់យើងខ្ញុំបានដាក់ចូលនេះខ្ញុំបានដាក់ចូលឥឡូវខ្ញុំនឹងចាប់ដើមធ្វើការឆាឲ្យបងប្អូនមើលទាំងអស់គ្នាបងប្អូនដែលជាស្ត្រីនៅផ្ទះពេលដែលទំនេរបងប្អូនអាចធ្វើម្ហូបនឹងដូចនេះខ្ញុំហូបបាននៅផ្ទះបងប្អូនអ្នកមើលទាំងអស់គ្នាបងប្អូនមើលទៅតំណងទេឥឡូវស្ពៃជូររបស់យើងឆាជាមួយនឹងឈាមចាប់ដើមជះក្លិនឈ្ងុយបណ្ដាឲ្យបងប្អូននេះបងប្អូនមើលទៅតំណងដែរទេនេះខ្ញុំឆាឲ្យវាកំណត់ចូលគ្នាឲ្យបានឆ្អិនសពក្រុមស្រុកក្រុមជ្រោយហើយតបបន្ទាប់មកនេះខ្ញុំនឹងធ្វើការបងស្លឹកខ្ទឹមហើយនឹងម្រេចតាមក្រោយនេះបងប្អូនស្ពៃឆាស្ពៃជូររបស់យើងខ្ញុំគឺឆ្អិនហើយឥឡូវនេះខ្ញុំនឹងធ្វើការបងស្លឹកខ្ទឹមចូលបងប្អូនបន្ទាប់ពីបងស្លឹកខ្ទឹមចូលហើយខ្ញុំនឹងធ្វើការកូរត្រឡប់វាឲ្យបានឆ្អិនជាមួយស្លឹកខ្ទឹមដែលយើងដាក់ចូលអំបិលហ្នឹងបងប្អូននៅតាមតែមានតែរសជាតិឈ្ងុយឆ្ងាញ់ឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់នេះខ្ញុំបងម្រេចចូលបងប្អូនដើម្បីបន្ថែមរសជាតិរៀងហឹរបន្តិចកាន់តែឆ្ងាញ់បងប្អូនហើយនេះខ្ញុំនឹងចាប់ដើមកូរត្រឡប់វាទៅវិញទៅមក
โกแต่ช่วยโกแต่สลัมหนึ่งไปใหญ่เบียร์กันแต่เรียนรู้จิตนั้นบางปอนของเราในห้องแบบบางเรื่องที่ท่าจะขนาดท่าจะอันรวยโรเขาบางปอนเรียบเรียบบางปอนจุกนี่นะวิดีโอกราว